កាលពីឆ្នាំ2007នៅក្នុងភូមិដាច់ស្រយាលមួយតាមបណ្ដោយដងទន្លេមេគង្គក្នុងខេត្តកំពង់ចាមមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយសង់នៅក្បែរមាត់ទឹកផ្ទះនោះជាជម្រករបស់គ្រួសារមួយមានសមាជិក4នាក់គឺតាខុយជាប្តីនាងនីជាប្រពន្ធនិងកូនស្រី2នាក់គឺចាន់នីដែលមានវ័យ16ឆ្នាំជាកូនច្បងហើយក្នុងនោះមានចាន់ណានេះគឺជាកូនស្រីពៅដែលមានវ័យត្រឹមតែ13ឆ្នាំទេជីវភាពគ្រួសារនេះគឺក្រលំបាកណាស់ព្រឹកឡើងគឺទៅស៊ីឈ្នួលគេធ្វើស្រែធ្វើអីចឹងទៅមានអ្នកភូមិគាត់ជួលណាគាត់ជួលទៅធ្វើស្រែធ្វើអីចឹងទៅហើយទំនេរពីហ្នឹងទៅក៏ទៅធ្វើកិច្ចការងារផ្សេងៗអ្នកភូមិគាត់ជួលធ្វើអីក៏ទៅធ្វើហ្នឹងទៅនិយាយចំទៅអត់មានការងារអីច្បាស់លាស់ទេហើយគាត់ក៏មានចំគោក្របីអីដែរប៉ុន្តែមិនមែនជារបស់ខ្លួនឯងទេរបស់ដូចថាអ្នកគេមានទុនធានគេយកទៅប្រវាស់ទុកឲ្យគាត់ចិញ្ចឹមអីចឹងទៅចិញ្ចឹមចែកកូនគ្នាអញ្ចឹងណាហើយអ្វីដែលគ្រួសារនេះគឺកាន់តែអភ័ព្វកាន់តែអត់សំណាងទៅទៀតហ្នឹងគឺតាខុយហ្នឹងតែហ្មងតាខុយនេះគឺជាមនុស្សប្រមឹកខិលខូចហើយចូលចិត្តលេងល្បែងស៊ីសងណាចំណែកឯនាងនេះវិញគឺដោយសារតែថាសម្ពាធពីតាខុយហ្នឹងផងសម្ពាធពីជីវភាពផងនាងក៏ខ្លាចជាមនុស្សដែលមានមាត់អាក្រក់ឆាប់ខឹងហើយចូលចិត្តជេរបតិចប្តីនៅមុខអ្នកភូមិមិនដែលលួសថ្ងៃទេសម្លេងឆ្លោះប្រកែកគ្នាហ្នឹងគឺបានคล้ายទៅជាតន្ត្រីអបមង្គលដែលអ្នកភូមិហ្នឹងគឺលឺរហូតស៊ាំតែជាអស់ទៅហើយយប់មួយភាពងងឹតក៏គ្របដណ្ដប់ភូមិឋានតាខុយហ្នឹងគឺត្រឡប់មកផ្ទះវិញធំក្លិនស្រាចូលខ្លួនដូចតែរាល់ដងអញ្ចឹងប៉ុន្តែនាងនេះលើកនេះគឺខឹងតាខុយអត់ខឹងដូចរាល់ដងទេគឺនាងខឹងតាខុយខ្លាំងមែនតើដោយសារអីដោយសារនាងដឹងថាប្តីហ្នឹងគឺបានយកប្រាក់ដែលទុកសម្រាប់ទិញអង្គច្រកឆ្នាំងណាគឺទៅលេងបៀអស់លេងហើយអញ្ចឹងគឺថានាងគឺផ្ទុះកំហឹងខ្លាំងមែនតើជេរបតិចប្តីហ្នឹងគឺថាជេររហូតដល់ថ្នាក់ថាកូនណាកូនស្រីទាំងពីរនាក់ហ្នឹងគឺខ្លាចហ្មងគាត់ថាឃើញឪពុកម្ដាយឆ្លោះគ្នាហ្នឹងគឺខ្លាចកូនពីរនាក់ហ្នឹងគឺរត់ទៅក្នុងបន្ទប់យំខ្សឹកខ្សួលគ្នាពីរនាក់ហ្នឹងហើយប្តីប្រពន្ធឆ្លោះគ្នាគ្មានអីទេអ្នកដែលគួរអាណិតគឺកូនហ្នឹងឯងនឹងនេះគឺស្រែកទាំងទឹកភ្នែកហូចហូស្រោចពេញមុខទៅហ្មងនាងក៏ស្រែកថាអញទ្រាំនឹងលោកឯងលេងបានហើយចាំមើលចុះបើអញស្លាប់ទៅណាលោកឯងកុំស្ដាយក្រោយសោះអាហ្នឹងគឺអ្វីដែលនាងនេះបាននិយាយតាខុយដែលសវឹងជោគជាំខ្លួនហ្នឹងមិនត្រឹមតែមិនខ្វាត់ទេមិនត្រឹមតែមិនលួងនាងនេះទេថែមទាំងតបទាំងកំហឹងទៅវិញថាអើចង់ទៅងាប់ណាងាប់ទៅហើយកុំមកនៅទិសភ្នែកអញពាក់កណ្ដាលយប់ស្ងាត់នាងនេះក៏បានដើរចុះពីផ្ទះទៅបាត់តាខុយណាស្មានថានាងរត់ទៅផ្ទះម្ដាយដូចរាល់ដងពីព្រោះរាល់ដងឲ្យតែខឹងមករត់ទៅផ្ទះម្ដាយឯងរត់ទៅផ្ទះម្ដាយក្មេកណាម្ដាយក្មេករបស់តាខុយណាតាខុយក៏ដេកលងលក់ទាំងមិនខ្វាយខ្វល់ដែរប៉ុន្តែនាងក៏មិនបានទៅផ្ទះម្ដាយឡើយនាងបានដើរទៅមាត់ទន្លេដងងងឹតត្រជាក់ហើយក៏លោតចូលទៅក្នុងទឹកបាត់ស្រមោលតែម្ដងមួយថ្ងៃពីរថ្ងៃ3ថ្ងៃកន្លងផុតទៅនាងនេះនៅថែមិនឃើញត្រឡប់មកផ្ទះវិញទេកូននឹងគឺយំសោកបោកខ្លួនចង់ជួបម៉ែចំណែកឯអ្នកភូមិក៏ជួយដើររកសពទីកន្លែងប៉ុន្តែសំបីតែស្បែកជើងមកគូក៏រកមិនឃើញផងតាខុយចាប់ផ្ដើមភ័យស្លន់ស្លោប៉ុន្តែដើម្បីបិទបាំងកំហុសគាត់នៅតែធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់ប្រហែលមួយសប្តាហ៍ក្រោយមករឿងចម្លែកក៏ចាប់ផ្ដើមកើតឡើងយប់មួយចន្ទណាភ្ញាក់ឡើងកណ្ដាលអាទិត្យព្រោះឮសំឡេងក្រឹក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 នៅខាងក្រោយផ្ទះនៅលើផ្ទះហ្នឹងណាប៉ុន្តែខាងផ្នែកខាងក្រោយផ្ទះហើយសំឡេងហ្នឹងគឺដូចជាសំឡេងដែលមនុស្សកំពុងតែដើរនៅលើកម្រាលឈើហ្នឹងណាព្រោះផ្ទះឈើហ្នឹងកម្រាលគេហៅអានៀបណាអានៀបឈើណាដើរនៅលើអានៀបឈើហ្នឹងហើយដើរទាំងជើងសើមទៅទៀតមានន័យថាឮសំឡេងហ្នឹងគឺឮសំឡេងមានទឹកណាសំឡេងមានទឹកជើងមនុស្សដែលសើមណានាងលបមើលតាមបាវជញ្ជាំងក៏ស្រាប់តែឃើញស្រីម្នាក់សក់វែងអន្លាយស្លៀកសម្លៀកបំពាក់សើមជោកកៅអៅនោះគឺទៅទឹកសើមជោកត្មងឈរថ្មឹងនៅក្រោមផ្ទះហ្នឹងនៅខាងក្រោយផ្ទះហ្នឹងណាហើយទឹកគឺស្រក់តក់ទៅលើកម្រាលឈើហ្នឹងណាស្រក់តក់ពីខ្លួនរបស់នាងនោះមកចំណាគឺភ័យខ្លាំងមែនទែនដោយសារតែភ័យពេកនាងក៏ស្រែកហៅឪពុកទៅស្រាប់តែពេលដែលគ្រប់គ្នាមកដល់ទាំងឪពុកទាំងបងស្រីរបស់គេចាន់នីហ្នឹងមកដល់អឺតមើលបែរជាបាត់ស្មោលសូនចឹងមានអត់មានឃើញអីសោះនៅហ្នឹងប៉ុន្តែមិនមែនថាអត់ឃើញសោះដែរអ្វីដែលឃើញគឺស្នាមដានជើងពីព្រោះជើងសើមមកដល់ពេលអញ្ចឹងដើរទៅវាស្នាមជាប់ជាមួយនឹងកម្រាលអានៀបហ្នឹងណាចឹងគឺឃើញស្នាមដានជើងនៅហ្នឹង
ចាប់តាំងពីយប់នឹងមកគឺផ្ទះតាខុយមិនដែលស្ងប់ទេមិនដែលបានដេកស្រួលទេសលេងឆ្កែលូឆ្កែព្រុសគោក្របីអីនៅខាងក្រោមនឹងវាអញ៉ៃប្រសិទ្ធប្រសាចពេញហ្នឹងហើយពេលខ្លះហ្នឹងណាទ្វារផ្ទះហ្នឹងគឺបិទបើកខ្លួនឯងទៅទៀតហើយរហូតដល់ពេលខ្លះមានតាខុយណាមានលឺសលេងទៀតមានលឺសលេងខ្សឹបពីខាងក្រោយផ្ទះខ្ទង់ម៉ោង12យប់អីហ្នឹងណាលឺសលេងខ្សឹបមកហ្មងដែលសលេងខ្សឹបហ្នឹងគឺហៅតាខុយតែម្ដងតាខុយបើកទ្វារឲ្យខ្ញុំផងខ្ញុំតិចណាអូតាខុយគឺលឺសលេងម្ដងគឺគាត់ស្រាវពេញចឹងខ្នងហើយការពិតមួយដែលអត់មាននរណាដឹងទេតែពិតទៅយប់ដែលនាងនីបាត់ខ្លួនណាតាខុយគាត់សងំដេកហើយគាត់មិនបានដេកទេគឺគាត់ទៅតាមនាងនីដែរទៅតាមនាងនីដល់មាត់ទន្លេនឹងតែម្ដងទៅដល់ពួកគេក៏បតាយបតប់គ្នាហើយដោយសារតែកំហឹងបាំងមុខផងណាតាខុយបានរុញនាងនីចូលទៅក្នុងទឹកទន្លេដ៏ជ្រៅគាត់ឈរមើលប្រពន្ធមុជងើបស្រែកឲ្យជួយរហូតដល់នាងលឹបបាត់ទៅក្នុងផ្ទៃទឹកទើបគាត់ដើរមកផ្ទះហើយធ្វើដូចគ្មានរឿងអីកើតឡើងសងំដេកទៅយប់មួយមានភ្លៀងផ្គរយ៉ាងខ្លាំងសលេងគោះទ្វារបន្លឺឡើងយ៉ាងរន្ថើនលើកនេះគោះទ្វារគឺមិនមែនបិទបើកធម្មតាគឺគោះគ្នាខ្លាំងមែនទែនគោះលាន់តាផាំងចុងហ្មងណាតាខុយមុខស្រេកស្លាំងហើយដកដង្ហើមមិនចង់ដល់គ្នាទេស្រាប់តែពេលដែលទ្វារបើកខ្វាកនាងនេះគឺឈរនៅមាត់ទ្វារតែម្ដងភ្នែកសស្លេកសក់សើមធ្លាក់ខាងមុខណាធ្លាក់មកបាំងមុខរបស់នាងហ្នឹងហើយរាងកាយរបស់នាងវិញគឺហើមស្គល់តែម្ដងនាងញញឹមទៅតាខុយយ៉ាងគួរឲ្យខ្លាចមែនទែនហើយក៏ពោលពាក្យទៅតាខុយថាបងខ្ញុំត្រជាក់ណាទៅនៅជាមួយខ្ញុំវិញទៅតាខុយគ្រាន់តែលឺពាក្យប្រមាណម៉ាត់នេះហើយគឺជាពិភ័យស្លន់ស្លោមែនទែនអារម្មណ៍លែងនៅក្នុងខ្លួនហើយគឺរត់យកតែម្ដងរត់រហូតដល់ធ្លាក់ពីលើផ្ទះណាហើយងើបមកវិញនោះគឺរត់សម្ដៅទៅមាត់ទន្លេណារត់តាំងព្រលឹងចុកសក់រត់សម្ដៅទៅមាត់ទន្លេតែម្ដងកូនស្រីទាំងពីររបស់គាត់ឃើញបែបនេះក៏រត់តាមឪពីខាងក្រោយយុទ្ធរត់ផងស្រែកយំផងហើយពេលទៅដល់មាត់ទឹកពួកគេឃើញតែស្បែកជើងនៅក្បែរមាត់ច្រាំងចំណែកឯខ្លួនរបស់មនុស្សខ្លួនរបស់ឪពុកហ្នឹងគឺបាត់ស្មោលបាត់ទៅហើយអ្នកភូមិដោយសារតែលឺសលេងស្រែកកូនស្រីខ្លួនឯងនឹងយំស្រែកមកផងនេះគឺអ្នកភូមិឯនេះគឺប្រមូលគ្នាមកមើលទាំងអស់គ្នាហ្នឹងមកដល់គឺអត់ឃើញទេឃើញតែស្បែកជើងទេអញ្ចឹងអ្នកភូមិគាត់ដឹងថាតាខុយប្រហែលជាលោតទៅក្នុងទឹកនេះបាត់ហើយអញ្ចឹងអ្នកភូមិក៏ចាប់ផ្ដើមជួយរាវរកសពរបស់តាខុយ3យប់3ថ្ងៃតែគឺនៅតែរកអត់ឃើញតាំងពីថ្ងៃហ្នឹងមកតាំងពីថ្ងៃដែលមានបញ្ហាហ្នឹងមករាល់ពេលមានភ្លៀងធ្លាក់អ្នកភូមិគឺតែងតែឃើញស្រមោលមនុស្ស2នាក់មនុស្សស្រីម្នាក់សក់វែងសើមជោគនិងប្រុសម្នាក់មុខស្លេកស្លាំងណាឈរកាន់ដៃគ្នានៅមាត់ទន្លេហ្នឹងនិយាយទៅគឺនាងនីនិងតាខុយបើជាខ្មោចលងអ្នកភូមិនេះគឺលងយកតែមែនតែននៅមាត់ទន្លេនៅហើនៅកន្លែងផ្ទះរបស់តាខុយហើយនឹងនាងនីគ្រួសារនាងនីនេះណាផ្ទះដែលនៅមាត់ទន្លេហ្នឹងគឺលែងមានមនុស្សនៅហើយបន្ទាប់ពីម្ដាយឪពុកស្លាប់ទៅហ្នឹងគឺកូនហ្នឹងគឺទៅនៅជាមួយលោកយាយអស់ហើយអញ្ចឹងគឺអត់មានអ្នកនៅទេផ្ទះនេះអត់មានមនុស្សនៅទេហើយយប់ឡើងនៅពេលដែលមានអ្នកភូមិដើរកាត់ម្ដងគឺខ្មោចតាខុយហើយនឹងនីហ្នឹងគឺលងខ្លាំងមែនតើនៅតាមផ្ទះហ្នឹងគឺមានដើមគេហៅដើមអំពិលទឹកដើមអំពិលប្រាំងដើមអំពិលប្រាំងហ្នឹងគឺមែកវាធំមែនតើនៅតាមមាត់ផ្លូវតាមមាត់ទន្លេហ្នឹងណាហើយអ្នកភូមិទៅពេលដែលជិះកាត់ម្ដងណាគឺឃើញនឹងនីហើយនឹងតាខុយហ្នឹងនៅលើដើមហ្នឹងហើយហក់ដូចស្វាអញ្ចឹងយើងសម័យមើលរូបភាពណាហក់ដូចស្វាហក់ដេញតាមលងអ្នកភូមិណាអញ្ចឹងអ្នកដើរត្រូវដើរកាត់តាមហ្នឹងម្ដងគឺភ័យមែនណាបើមិនទៅអត់គ្នាទេអត់ហ៊ានដើរនេះគឺរត់យកទៅហ្មងរត់ធ្វើម៉េចឲ្យតែផាត់សិនហ្នឹងហើយលងសាហាវមែនណាខ្មោចតាខុយហើយនេះហើយមានពេលខ្លះអ្នកភូមិបានឃើញនឹងតាខុយនេះណាគឺឈរនៅមាត់ទឹកហ្នឹងហើយនិយាយគឺលឺសលេងនិយាយមកហ្មងថាគ្រួសារខ្ញុំនៅមិនតាន់គ្រប់គ្នាទេអូមានតែតាខុយហើយនឹងនាងនេះខ្មោចតាខុយនឹងនាងនេះណាចង់នៅតែពីរនាក់ហ្នឹងគឺចង់យកកូនទាំងពីរហ្នឹងទៅទៀតប៉ិនគាត់ថាយកអត់បានទេ
កូនហ្នឹងគឺយកអត់បានទេកូនហ្នឹងគឺទៅនៅភូមិផ្សេងជាមួយនឹងលោកយាយលោកតាគេអញ្ចឹងទៅហ្នឹងហើយណែអរគុណច្រើននៅរឿងខ្មោចនាងនេះគឺយើងចាប់តែប៉ុណ្ណឹងអញ្ចឹងបងប្អូនគាត់តែស្ដាប់កំសាន្តលេងទៅបងប្អូនដែលចូលចិត្តកុំភ្លេចណាជួយ Subscribe ហើយជួយ Like វីដេអូម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត